ចាំមកដល់អូចារត់ថ្មឆាបសមិទ្ធណាទេខ្ញុំមិនដែលឮទេខ្ញុំមិនដែលឮទេចុះមានស្គាល់គ្រួសារកូនតូចនេះដែរអត់ទេគ្មានអ្នកស្គាល់ថ្មឈើពណ៌សមុទ្រទេដំណាប់ផ្លែឈើដំណាប់ផ្លែឈើជូរអែមរសជាតិឆ្ងាញ់ធម្មជាតិស្រស់សុខភាពល្អណែលោកអាចធ្វើវាពីផ្លែក្រូចបានដែរឬក៏អត់ទេអូនប្រុសនេះមិនមែនត្រឹមដំណាប់ទេវាមានរសជាតិផ្អែមជូរប្រៃតិចតិចក្នុងនេះសុទ្ធតែគ្រឿងទេសល្អចង់ទិញប្រមាណ10ដែរយើងមិនទិញនោះទេអត់ទៅលោកស្រីដំណាប់យើងធម្មជាតិស្រស់ធ្លាប់លើពីថ្មឆាបសមិទ្ធទេដំណាប់ផ្លែឈើធម្មជាតិបងប្រាហើយបងអូនស្រីបងកំពុងធ្វើការសូមចាំបន្តិចសិនទៅដំណាប់ខ្ញុំរវល់ណាស់គ្មានពេលឆ្លើយទេអញ្ចឹងយាយជួយលក់បងនឹងអាចឆាប់បានឆ្លើយសំណួរយើងសូមអញ្ជើញការបង្ហាញពីវិធីធ្វើដំណាប់ផ្លែឈើដំបូងយកគ្រាប់ចេញបន្ទាប់មកកិនក្រូចយកទឹកអើយដាក់ម្ទេសខ្លះស្ករអំបិលគ្រឿងផ្សំផ្សេងទៀតចំអិនភ្លើងតិច10នាទីឃើញមែនដល់ហើយមើលទៅតំណងជាតិឆ្ងាញ់ណាស់ណោះមើលទៅតំណងឆ្ងាញ់ដល់ហើយមែនហើយដំណាប់ផ្លែឈើរួចរាល់ហើយវាជាគ្រឿងផ្សំដ៏ល្អសម្រាប់ចំអិនត្រីបន្លែឬម្ហូបផ្សេងទៀតបើល្អដូចមាត់លោកនិយាយមែនខ្ញុំនឹងកំង100ប្រអប់តែម្ដង100ប្រអប់ភ្លក់ដំណាប់ជាមួយសាច់ជ្រូកសិនទៅដំណាប់ជាមួយនឹងសាច់ជ្រូកឆ្ងាញ់អស់ទាស់ហើយខ្ញុំចាំអស់លីហើយនឹងចាំអស់ហើយសុំទោសខ្ញុំត្រូវទៅហើយមិនទាន់បានញ៉ាំអីខកចិត្តដាក់ខំចាំឡើងយូរហេតុអីទៅខ្ញុំខំធ្វើយ៉ាងលំបាកសម្រាប់គ្រប់គ្នាដើម្បីគេទទួលស្គាល់ដំណាប់ដ៏ឆ្ងាញ់របស់ខ្ញុំរសជាតិអស្ចារ្យណាស់ដំណាប់ឆ្ងាញ់ពេលញ៉ាំជាមួយវាញ៉ាំជាមួយនំបាយឆ្ងាញ់ដល់ហើយផ្អែមប្រៃចូលគ្នាល្អណាស់នេះជាការ៉េមឆ្ងាញ់ដែលខ្ញុំធ្លាប់ញ៉ាំខ្ញុំយក